ក្រសួងអប់រំព្រមមានបណ្ដឹងចេញពីក្របខ័ណ្ឌភ្លាមចំពោះអ្នកធ្វើបែកធ្លាយវិញ្ញាសាប្រឡងបាក់ឌុបភ្នំពេញឯកឧត្តមបណ្ឌិតសភាចាហងជួននរ៉ុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់និងតឹងរ៉ឹងជាទីបំផុតចំពោះបុគ្គលទាំងឡាយណាដែលហ៊ានប៉ុនប៉ងឬធ្វើឲ្យបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនាសម័យប្រឡងខាងមុខនេះយោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចាចំណាត់ការដ៏ក្តៅគគុកនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់រាល់ភាពរញ៉េរញ៉ៃនិងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្កឡើងដោយជនខិលខូចមួយចំនួនក្នុងចេតនាញុះញង់ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថាក្រសួងមិនអនុញ្ញាតដាច់ខាតចំពោះការបង្ហោះឬចែកចាយវិញ្ញាសាណាមួយឡើយចាប់តាំងពីមុនពេលប្រឡងកំឡុងពេលប្រឡងរហូតដល់ដំណើរការប្រកាសលទ្ធផលជាផ្លូវការត្រូវបានបញ្ចប់ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីទណ្ឌកម្មថាបុគ្គលដែលរំលោភលើច្បាប់ឬបទបញ្ជានេះនឹងត្រូវទទួលទោសទណ្ឌយ៉ាងតឹងរ៉ឹងបំផុតដែលរួមមានការបញ្ឈប់ពីការងារការដាក់ទោសទណ្ឌខាងផ្នែករដ្ឋបាលហើយក្នុងករណីធ្ងន់ធ្ងរគឺនឹងត្រូវចាត់វិធានការបណ្តេញចេញពីក្របខ័ណ្ឌតែម្ដងដោយគ្មានការលើកលែងឡើយវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងអប់រំនៅពេលនេះគឺដើម្បីធានាឲ្យបាននូវភាពយុត្តិធម៌តម្លាភាពនិងគុណភាពនៃការប្រឡងថ្នាក់ជាតិស្របតាមគោលការណ៍អ្នកចេះគឺជាប់និងដើម្បីរក្សានៅសណ្ដាប់ធ្នាប់ព្រមទាំងទំនុកចិត្តជូនដល់បេក្ខជននិងមាតាបិតាសិស្សទូទាំងប្រទេសឧបត្ថម្ភដោយ CPR លក់កុំព្យូទ័រទីតាំងផ្សារសំណង់12ទំនាក់ទំនង010 060 061 66 2269អត្ថបទនិងវីដេអូនេះផលិតដោយអង្គភាពសារព័ត៌មានមួយរៀលបាទគឺឆ្នាំនេះដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃចឹងទៅមានភាពរញ៉េរញ៉ៃបង្ហោះចោលឡើងអានឹងបាត់ជំនឿទឹកចិត្តចឹងអ្នកដែលបង្ហោះក៏មានគោលដៅយោបាយរបស់គាត់បាទចឹងតែយើងចង់នេះណាតើគាត់មានគោលដៅយ៉ាងម៉េចចឹងហើយមកទៅយើងទប់ស្កាត់រឿងបែកធ្លាយវិសានេះគឺតាមរយៈមិនអនុញ្ញាតឲ្យបង្ហោះបាទមុននឹងរហូតដល់ក្នុងដំណើរពេលដំណើរការដល់ប្រឡងរហូតដល់ពេលបញ្ចប់បាទមានន័យប្រកាសរបស់ប្រឡងទើបអាចបានហើយអ្នកដែលរំលោភលើច្បាប់នេះនឹងទទួលទោសទណ្ឌបាទអាចថាយ៉ាងតឹងរ៉ឹងផងបាទឈប់ការងារនឹងដាក់ទោសទណ្ឌខាងផ្នែករដ្ឋបាលហើយអាចឈានទៅដល់បើសិនជាខ្លាំងបាទអានឹងយើងពិចារណាបណ្ដឹងចេញពីក្របខ័ណ្ឌតែម្ដងអានឹងយើងដាក់ទោសទណ្ឌឲ្យបានមើលមក